ម៉ោង5:06ព្រឹកផ្សាយចេញពីព្រំដែនវត្តជីដែនប៉ោយប៉ែតគឺថាស្ងប់ស្ងាត់ដូចអត់លក់បើកតូបទឹងបលឹមហ្មងព្រឹកចេះលឺតែសំឡេងសត្វយំចាបយំព្រះអាទិត្យត្រៀមនឹងរះហើយបាទក្រហមព្រឿងបន្តិចម្ដងហើយលក់ដូរនៅលក់ដូរធម្មតាស្មាននេះគេនៅដេកលងលក់ឡើងហើយចំណែកខ្ញុំនេះភ្ញាក់តាមម៉ោង3ដេកវិញអត់លក់ឈឹង